ប្រៀបធៀបកាលពីឆ្នាំ25ឆ្នាំមុនដូចបងបានមានប្រសាសន៍ដែរថាការដែលបងចូលធ្វើការដំបូងកាលពេលបងធ្វើជាបុគ្គលិកកាន់ធនាគារ5ដូចជាមិនសូវជាប្រមាណនេះតែខ្ញុំចង់ឲ្យបងជួយប្រៀបធៀបបន្តិចវាស៊ីជម្រៅបន្តិច25ឆ្នាំមុនហើយនឹងឥឡូវនេះតើប្រព័ន្ធធនាគារហ្នឹងខុសប្លែកកម្រិតណាដែរបងខ្ញុំគិតថាសំណួរនេះគឺថាល្អមែនទែនយើងអាចឲ្យខ្ញុំឆ្លុះបញ្ចាំង reflect ទៅអតីតកាលថាតើវាខុសគ្នាយ៉ាងម៉េចតាមពិតខុសគ្នាច្រើនណាស់ប្រៀបធៀបទៅនឹងអតីតកាលទី1យើងមើលលើផ្នែកបទបញ្ញត្តិយើងអត់មានទេខ្ញុំចូលធ្វើការដំបូងបំផុតក្នុងឆ្នាំ1999ចុងឆ្នាំ1999ខ្ញុំឃើញមានតែអនុក្រឹត្យមួយទាក់ទងនឹងវិស័យធនាគារសេចក្តីណែនាំមួយចំនួនទេសម្រាប់ការត្រួតពិនិត្យធនាគារអញ្ចឹងបញ្ជាពីក្របខ័ណ្ឌគតិយុត្តគឺថាយើងមានការខ្វះខាតមែនទែនហើយក្របខ័ណ្ឌគតិយុត្តនោះទៀតសោតក៏អត់មានអនុវត្តទៅតាមស្តង់ដារណាមួយឲ្យច្បាស់លាស់ដែរគឺយើងអនុវត្តទៅតាមស្ថានភាពជាក់ស្ដែងនៃសេដ្ឋកិច្ចទេចឹងបន្ទាប់ពីនោះមកបានមានការប្រែប្រួលគឺថាយើងបត់ទៅរកស្តង់ដារអន្តរជាតិគឺស្តង់ដារបាសលចឹងយើងរៀនសូត្រជាបដាទាក់ទងទៅនឹងរឿងស្តង់ដារហ្នឹងហើយយើងយកមកអនុវត្តអាហ្នឹងចំណុចខុសគ្នាមួយគឺថាបទបញ្ញត្តិមានតិចណាស់កាលពី25ឆ្នាំមុននោះហើយប្រៀបធៀបនឹងឥឡូវយើងមានបទបញ្ញត្តិយ៉ាងច្រើនដែលគ្របដណ្ដប់ទៅលើ risk management ការគ្រប់គ្រងហានិភ័យដែលផ្ដោតទៅលើទ្រព្យសកម្មដែលផ្ដោតទៅលើសន្តានាភាពឬក៏ភាពគ្រប់គ្រាន់នៃដើមទុនយើងមានបទបញ្ញត្តិច្រើនណាស់ហើយស្របតាមសង្ដារទៀតអានេះចំណុចខុសគ្នាទី1ខុសគ្នាដ៏សំខាន់ទី1ចំណុចទី2បើយើងមើលចំនួនគ្រឹះស្ថានធនាគារហិរញ្ញវត្ថុអានឹងកាន់តែដាច់ឆ្ងាយពីកាលនោះមិនមានធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអីច្រើនចឹងទេយើងមានតិចយើងមានភាគច្រើនជាធនាគារពាណិជ្ជហើយធនាគារពាណិជ្ជហ្នឹងធ្វើប្រតិបត្តិការទៅនៅទីក្រុងទេទីប្រជុំជនទេបច្ចុប្បន្នយើងមានធនាគារពាណិជ្ជយើងមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានធនាគារឯកទេសវាមានឥណទានគ្រឹះស្ថានឥណទានជនបទដែលមានប្រតិបត្តិការនៅទូទាំងប្រទេសតែម្ដងអញ្ចឹងចំនួននេះគឺថាវាផ្ដល់សេវាខុសគ្នាឧទាហរណ៍ថាមីក្រូហិរញ្ញវត្ថុគាត់ផ្ដល់ឥណទានតូចក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុគាត់ផ្ដល់ទៅលើសេវាភតិសន្យាដូចជាជួលទៅលើ tractor ទៅលើអីសម្រាប់វិស័យកសិកម្មជាដើមអានឹងចំនួនគ្រឹះស្ថានកន្លែងប្រតិបត្តិការមុននេះខ្ញុំបាននិយាយពីរឿងប្រាក់បញ្ញើថាវាតិចតែពិតទៅយើងប្រាក់សាច់ច្រើនណាស់កាលនោះគឺថាសាច់ប្រាក់សឹងតែទាំងអស់គ្នាមកទាំងការទូទាត់តូចទូទាត់ធំគឺថាសុទ្ធតែសាច់ប្រាក់ភាសាទី1ដែលខ្ញុំបាននិយាយហើយពីរឿងជំនឿទុកចិត្តទី2យើងអត់មានtechnology ដូចបច្ចុប្បន្នទេយើងអត់មាន QR code អត់មានអីចឹងទេ payment system ទំនើបចឹងទេអញ្ចឹងយើងប្រើសាច់ប្រាក់ស្អល់នេះខុសគ្នាខ្លាំងណាស់បើប្រៀបធៀបនឹងពីកាលនោះហើយនៅឥឡូវគឺខុសគ្នាណាឥឡូវយើងធ្វើប្រតិបត្តិការទូលំទូលាយផ្អែកទៅលើការទូទាត់ដោយផ្អែកទៅលើ technology ដូចជាបាគងនេះជាដើមអញ្ចឹងយើងឃើញជាក់ស្ដែងហើយសូម្បីការចាយវាយតិចតួចក៏យើងប្រើប្រាស់ QR code ដែរនេះឆ្លុះបង្ហាញថាឥឡូវនេះគឺថាការប្រើប្រាស់សាច់ប្រាក់កាន់តែតិចទៅហើយបើប្រៀបធៀបសម័យនោះការប្រើប្រាស់សាច់ប្រាក់ច្រើនខ្លាំងណាស់មួយចំណុចទៀតអ្វីដែលខ្ញុំនឹកឃើញគឺពាក់ព័ន្ធទៅនឹងបរិយាបន្នហិរញ្ញវត្ថុហើយជាភាសាដែលយើងប្រើប្រាស់ក្នុងរយៈពេលប្រហែលឆ្នាំហើយពេញនិយមមែនទែននិយាយពីលទ្ធភាពរបស់ប្រជាជនទូទៅជាពិសេសប្រជាជននៅជនបទឬក៏ក្រីក្រដែលមានលទ្ធភាពប្រើប្រាស់សេវាផ្លូវការយើងប្រៀបធៀបកាលពីកំឡុងឆ្នាំ2000ប្រហែលជាប្រជាជនប្រហែលជា10%ទេដែលប្រើប្រាស់សេវាធនាគារឥឡូវតាមទិន្នន័យចុងក្រោយហើយផ្លូវការប្រហែលជាជិត 70% 69 ឬ 70% យើងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការយើងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការយើងរាប់តាំងពីធនាគារពាណិជ្ជរហូតទៅដល់បន្តរហូតទៅដល់គ្រឹះស្ថានតូចដូចជាមីក្រូហិរញ្ញវត្ថុដូចជាគ្រឹះស្ថានឥណទានជនបទអញ្ចឹង
ចំណុចខុសគ្នានេះគឺថាខុសគ្នាខ្លាំងណាស់10%ទៀតនឹង70%គឺថាយើងបានជំរុញឲ្យមានការប្រើប្រាស់ឥនទាំងផ្លូវប្រើប្រាស់សេវាផ្លូវការឬនិយាយឲ្យស្រួលស្ដាប់បង្កើនបរិយាបន្នហិរញ្ញវត្ថុនឹងបានច្រើនណាស់ហើយនៅក្នុងនឹងគឺថាប្រព័ន្ធទូទាត់គឺជាអ្នកនាំមុខការបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាដោយសារអីដោយសារប្រជាជនយើងច្រើនលើសលប់តែប្រើប្រាស់ទូរស័ព្ទបើនិយាយពីការចំនួនsubscriber ទូរស័ព្ទច្រើនជាងប្រជាជនយើងផងបើតាមស្ថិតិរបស់ក្រសួងប្រៃសណីណាអញ្ចឹងផ្អែកដោយប្រើប្រាស់ smartphone telephone អស់ហ្នឹងយើង leverage បានយើងទៅប្រើប្រាស់សម្រាប់ប្រព័ន្ធទូទាត់ដែលអាចឲ្យប្រជាជនប្រើប្រាស់សម្រាប់ការទូទាត់ផ្ទាល់ខ្លួនការទូទាត់សម្រាប់អាជីវកម្មអីបានយ៉ាងងាយស្រួល technology ក្នុងវិស័យធនាគារកាលពី20ឆ្នាំមុនគឺថាសឹងតែយើងប្រើប្រាស់ដៃយើងមាន technology ខ្លះដែរឧទាហរណ៍ទៅម៉ាស៊ីន computer ប្រើប្រាស់ Microsoft Word Excel ប៉ុន្តែឥឡូវយើងប្រើប្រាស់មិនត្រឹម Microsoft Excel ទេយើងអាចប្រើប្រាស់ technology ដែលទំនើបជាងរហូតដល់គ្រឹះស្ថានមួយចំនួនប្រើប្រាស់ AI សម្រាប់ជួយការងារខ្លះដូចជាសេវាទូរស័ព្ទhotline សម្រាប់អតិថិជនគ្រឹះស្ថានខ្លះក៏កំពុងពិចារណាប្រើប្រាស់ AI សម្រាប់ជំនួយដល់ប្រតិបត្តិការផ្សេងៗទៀតអញ្ចឹងយើងឃើញថាការប្រើប្រាស់ technology កើនឡើងខ្លាំងហើយមិនត្រឹមតែប៉ុណ្្នឹងទេទៅលើទិន្នន័យការវិភាគផ្សេងទៅប្រើប្រាស់ data analytics ឬក៏ការវិភាគអតិថិជនអីគឺថាគ្រឹះស្ថានមួយចំនួនបានសាកល្បងប្រើ application សម្រាប់ការវិភាគខ្លះទៅហើយខ្លះនៅក្នុងដំណាក់កាលសាកល្បងខ្លះក៏បានដាក់ឲ្យប្រើប្រាស់អញ្ចឹងយើងឃើញថាវាខុសគ្នាដាច់ហើយជារឿងចំពោះខ្ញុំគិតជារឿងដែលមិនគួរឲ្យជឿតែថាវាវិវត្តទៅដល់កន្លែងហ្នឹង សួរស្វាគមន៍មកកាន់កម្មវិធី The Seed Podcast The Seed Podcast គឺជាកិច្ចសហការផលិតរវាង The Seed Cambodia ជាមួយនឹង VideoShare រដូវកាលទី2នេះយើងមានការគ្រប់គ្រងពី KQR និងបាកងរបស់ធនាគារជាតិនៃកម្ពុជាចំពោះវាគ្មិនកិត្តិយសនៅថ្ងៃនេះគឺជាអគ្គនាយករងត្រួតពិនិត្យហើយនិយាយទៅភាគច្រើនច្បាប់សេចក្តីព្រាងប្រកាសរបាយគ្រប់គ្រងប្រព័ន្ធធនាគារមួយចំនួនធំគឺចេញពីលោកឯងកំណានតែម្ដងហើយមែនតើគាត់ក៏ជាអ្នកដែលជ្រុំជ្រែងខ្ញុំកាលពីឆ្នាំ2019រហូតដល់ឥឡូវនេះដែរអញ្ចឹងបើអត់មានគាត់ទេក៏ប្រហែលជាមិនមានខ្ញុំនៅថ្ងៃនេះដែរអញ្ចឹងឲ្យខាត់ពេលវេលាយូរស្វាគមន៍លោកឯងកំណានបងជំរាបសួរបងជំរាបសួរបងសុខសប្បាយទេបងសុខសប្បាយហើយអរគុណដែលបានអញ្ជើញមកកម្មវិធីនេះបញ្ញវន្តឯងហាក់ដូចជាសើខ្ញុំពេកហើយពិតខ្ញុំមិនបានជួយអីធំដុំដល់បញ្ញវន្តឯងទេខ្ញុំត្រូវសរសើរបញ្ញវន្តឯងនឹងការតស៊ូខិតខំប្រឹងប្រែងរហូតដល់ថ្ងៃនេះបាទបងហើយបងឥឡូវការងារមកមានយ៉ាងខ្លាំងឯងបងនៅត្រួតពិនិត្យធម្មតានៅពេលដែលធនាគារគ្រឹះស្ថានហិរញ្ញវត្ថុរបស់យើងកាន់តែមានសកម្មភាពខ្លាំងឡើងបានន័យថាប្រតិបត្តិការរបស់គាត់កាន់តែមានលក្ខណៈស្មុគស្មាញជាងមុនហើយចំនួនរបស់គ្រឹះស្ថានក៏វាច្រើនដែរអញ្ចឹងវាធ្វើឲ្យការងារទំហំការងារនេះវាកើនឡើងទៅតាមនឹងដូច្នេះហើយពីមួយថ្ងៃទៅមួយថ្ងៃយើងក៏រវល់ណាស់ដែរជាមួយកិច្ចការរបស់នឹងតែជាទូទៅនៅពេលដែលមានរបាយការណ៍ឬក៏សារព័ត៌មានដែលគាត់រាយការណ៍មកចំនួនថាប្រព័ន្ធធនាគារយើងមានភាពរឹងមាំមានភាពធន់តើវាមានសមាសធាតុអីខ្លះដែលបង្ហាញថាធនាគារយើងមានភាពរឹងមាំនិងភាពធន់បងបាទហាក់នេះជាពាក្យដែលពីពាក្យបច្ចេកទេសដែលគេប្រើសម្រាប់វិស័យធនាគារគេនិយាយពីភាពធន់គេនិយាយពីការរីកចម្រើនរបស់វិស័យទាំងមូលជាពាក្យបច្ចេកទេសអង់គ្លេសហៅថា resilient ពាក្យនេះគឺថាមានសារៈសំខាន់ណាស់សម្រាប់អាជ្ញាធរដែលទទួលត្រូវផ្នែកត្រួតពិនិត្យដូចជាធនាគារជាតិនៃកម្ពុជាអញ្ចឹងហើយពាក្យនេះគឺថាមែនទែនទៅមួយម៉ាត់នេះយើង cover ផ្នែកបច្ចេកទេសទាំងអស់របស់អ្នកត្រួតពិនិត្យមានន័យថាអ្នកត្រួតពិនិត្យមន្ត្រីត្រួតពិនិត្យគាត់យល់បានស៊ីជម្រៅណាស់ផ្នែកហ្នឹងហើយចំពោះសាធារណជនអាចថាមិនទាន់បានយល់ច្បាស់អំពីបញ្ហាហ្នឹងអញ្ចឹងវាមានកត្តាច្រើនណាស់ដែលកំណត់ភាពធន់ហើយនឹងការរីកចម្រើនរបស់វិស័យខ្ញុំនឹងលើកយក
នៃចំណុចមួយចំនួនតែចំណុចសំខាន់ទេដែលរួមចំណែកដល់ការធ្វើឲ្យមានភាពធន់និងការរីកចម្រើនរបស់វិស័យធនាគារទី1គឺនិយាយពីដើមទុនហើយភាសាបច្ចេកទេសគេចូលចិត្តនិយាយថាភាពគ្រប់គ្រាន់នៃដើមទុនហើយភាពគ្រប់គ្រាន់នៃដើមទុននឹងមានន័យយ៉ាងម៉េចមានន័យថាភាពទំនឹករបស់ធនាគារឬក៏គ្រឹះស្ថានហិរញ្ញវត្ថុនឹងបានរួមចំណែកជាដើមទុនទៅក្នុងនៅក្នុងធនាគារហើយដើមទុននេះជាមូលដ្ឋានសំខាន់ណាស់សម្រាប់ស្រូបយកការខាតបង់ជាពិសេសនៅពេលដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុគ្រឹះស្ថានខ្លួនឯងនៅពេលដែលមានវិបត្តិហិរញ្ញវត្ថុវិបត្តិសេដ្ឋកិច្ចដូចជាកន្លងមកប្រហែលឆ្នាំ2008ឬក៏មុននឹងទៀតដែលធ្លាប់មានវិបត្តិហ្នឹងតួនាទីរបស់ដើមទុនហ្នឹងមានសារៈសំខាន់ណាស់ប៉ុន្តែយើងក៏មិនដែលឆ្លងកាត់វិបត្តិអីធ្ងន់ធ្ងរទេក៏ប៉ុន្តែយើងត្រូវតែមានត្រៀមឲ្យមានដើមទុននឹងគ្រប់គ្រាន់ដែរដើមទុនគ្រប់គ្រាន់មានន័យថាដើមទុននឹងអាចបំពេញតាមកាតព្វកិច្ចផ្នែកបទបញ្ញត្តិប្រុងប្រយ័ត្នយើងគឺហៅថាអនុപാតសាធនភាពឬក៏ភាពគ្រប់គ្រាន់ដើមទុននឹងគឺ15%នៃ risk weighted asset ឬក៏គេហៅថាទ្រព្យសកម្មដែលថ្លឹងទៅតាមហានិភ័យព្រោះទ្រព្យសកម្មខ្លះមានហានិភ័យតិចទ្រព្យសកម្មខ្លះមានហានិភ័យចាស់នេះជាលក្ខណៈបច្ចេកទេសទេលក្ខណៈបច្ចេកទេសអញ្ចឹងមូលដ្ឋានដើមទុនរឹងមាំវាជួយខ្លាំងណាស់ដល់ការស្រូបទាញការខាតបង់ពីព្រោះយើងការពារដល់អ្នកដាក់ប្រាក់បញ្ញើនិងឥណទាយុដទៃទៀតឬ creditor ដទៃទៀតពីការខាតបង់អញ្ចឹងអ្នកដែលរងការខាតបង់មុនគេបើសិនជាមានបញ្ហាកើតឡើងគឺគួរតែជាភាពទំនឹករបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមិនមែនប្រាក់បញ្ញើរបស់អតិថិជនមិនមែនលុយរបស់ creditor ផ្សេងទៀតទេហ្នឹងនៅចំណុចទី1ចំណុចទី2យើងនិយាយដល់គេហៅថាអនុបាទសាធនភាពសិទ្ធិពីបច្ចេកទេសអនុបាទសាធនភាពជួនកាលយើងហៅថាប្រាក់ងាយស្រួលជួនកាលយើងអាចហៅថាជាទុនដើម្បីបំពេញកាតព្វកិច្ចរយៈពេលខ្លីអានោះមានសារៈសំខាន់ណាស់ដែរដោយសារតែប្រតិបត្តិការរបស់ធនាគារវាអាស្រ័យទៅលើការចាត់ចែងសន្តានាភាពបានល្អប៉ុណ្ណាពីព្រោះថាភាគច្រើននៃប្រភពទុនយើងបានមកពីប្រាក់បញ្ញើរយៈពេលខ្លីហើយយើងផ្ដល់ឥណទានរយៈពេលវែងនេះបើមិនចាត់ចែងឲ្យបានត្រឹមត្រូវទេវាធ្វើឲ្យដំណើរការប្រតិបត្តិការធនាគារវាអត់រលូនវាបង្កទៅឲ្យមានបញ្ហាផ្សេងទៀត risk ដទៃទៀតនៅក្នុងវិស័យនៅក្នុងធនាគារផ្ទាល់ទី3គឺតាក់ទងទៅនឹងការគ្រប់គ្រងហានិភ័យបាទបើយើងមានប្រព័ន្ធគ្រប់គ្រងហានិភ័យដែលរឹងមាំអានឹងវាធានាមួយយ៉ាងទៀតដល់ស្ថិរភាពរបស់គ្រឹះស្ថានខ្លួនឯងអញ្ចឹងក្នុងធនាគារវាមានហានិភ័យសំខាន់4ឬក៏5វាអាចលើសនឹងប៉ុន្តែខ្ញុំចង់និយាយថា4 5វាសំខាន់ជាងគេដូចជាហានិភ័យឥណទានហានិភ័យប្រតិបត្តិការទីផ្សារហើយនឹងហានិភ័យមួយក៏សំខាន់ដែរក្នុងបរិបទបច្ចុប្បន្នបរិបទ digitalization គឺ IT risk និងតាមដង cyber security ជាដើមអញ្ចឹងបើយើងមានប្រព័ន្ធគ្រប់គ្រងហានិភ័យដែលរឹងមាំអានឹងក៏វាជួយដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុឲ្យជួយដល់ប្រព័ន្ធទាំងមូលឲ្យមាន resilient កត្តាផ្សេងទៀតបទបញ្ញត្តិនិងការត្រួតពិនិត្យរបស់ធនាគារជាតិនេះគឺថាដើរតួនាទីសំខាន់ណាស់ក្នុងការជួយដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនោះឲ្យមានភាពរឹងមាំមានន័យថាយើងមានយន្តការគ្រប់គ្រងឬក៏ត្រួតពិនិត្យលើឯកសារដល់ទីកន្លែងដើម្បីជួយដល់គ្រឹះស្ថានក្នុងការកែលម្អនៅភាពខ្វះចន្លោះនៅក្នុងការគ្រប់គ្រងហានិភ័យបាលកិច្ចឬក៏ផ្នែកផ្សេងទៀតដែលអាចនឹងធ្វើឲ្យមានហានិភ័យដល់ធនាគារនេះជាការដែលយើងជួយដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ខ្លួនក្រៅពីនេះក៏មានកត្តាផ្សេងទៀតទីហោដូចជាកត្តាអភិបាលកិច្ចយើងក៏មានបទបញ្ញត្តិទៅកំណត់អភិបាលកិច្ចដើម្បីឲ្យអភិបាលកិច្ចមានលក្ខណៈរឹងមាំអភិបាលកិច្ចតើតួនាទីស្នូលក្នុងគ្រឹះស្ថានវិធីឬក៏វិធីសាស្ត្រដែលគ្រឹះស្ថានគ្រប់គ្រងប្រតិបត្តិការរបស់ខ្លួនវាអាស្រ័យទៅនឹងអភិបាលកិច្ចរឹងមាំថាតើតួនាទីរបស់ក្រុមប្រឹក្សាភិបាលនឹងបានពិនិត្យដល់ទៅលើសកម្មភាពរបស់ធនាគារ
គណៈកម្មការជំនាញរបស់ក្រមប្រឹក្សាវិបាលឧទាហរណ៍ថាគណៈកម្មការហានិភ័យគណៈកម្មការសវនកម្មបានពេញទួនាទីរបស់ខ្លួនបានត្រឹមត្រូវទេ oversight function នឹងបានដិតដល់ទេតើ compliance នឹងយ៉ាងម៉េចដែរមានឯករាជ្យភាពអត់តើ internal control នឹងមានលក្ខណៈរឹងមាំទេអានឹងគឺជាទួនាទីផ្នែកអភិបាលកិច្ចដែលគ្រឹះស្ថានត្រូវមានហើយទួនាទីនេះមានភាពរឹងមាំយើងធានាមកកម្រិតថាគ្រឹះស្ថានអាចធានាបាននៅនិរន្តរភាពតទៅមុខទៀតក្រៅពីនេះមានកត្តាផ្សេងទៀតដូចជាជំនឿទុកចិត្តរបស់សាធារណជនបើប្រៀបធៀបនឹងអ្វីដែលខ្ញុំធ្លាប់ធ្វើការក្នុងវិស័យនេះតាំងពី20ឆ្នាំជាងមុនពេលដែលខ្ញុំជាមន្ត្រីត្រួតពិនិត្យថាហៅថាកម្រិតដំបូងបុគ្គលិកអញ្ចឹងខ្ញុំទទួលខុសត្រូវលើធនាគារ5ហើយខ្ញុំមិនសូវមានបញ្ហាឬកង្វល់អីប្រហែលទេហេតុអីបានជាអញ្ចឹងទោះបីធនាគារ5ក៏ដោយខ្ញុំអត់មានសូវមានបញ្ហាដោយសារអីដោយសារបើយើងមើលទៅលើតារាងតុល្យការbalance sheet របស់ធនាគារឬក៏របាយការណ៍ហិរញ្ញវត្ថុអីផ្សេងទៀតពីមួយខែទៅមួយខែអត់មានភាពខុសគ្នាប៉ុន្មានទេហេតុអីបានអត់មានខុសគ្នាយើងមើលខ្ទង់ asset side ឥណទានក៏អត់សូវមានដែរដូចថាធនាគារមានប្រភពធនធានក៏តិចតួចហើយម្យ៉ាងទៀតក៏ជំនឿទុកចិត្តក្នុងប្រព័ន្ធធនាគារក៏អត់សូវមានណាចង់ផ្ដល់ឥណទានប៉ុន្តែបារម្ភថាមិនត្រូវបានអ្នកខ្ចីសងត្រឡប់មកវិញ deposit ខាង liability side ខាងខ្ទង់ទ្រព្យអកម្មប្រាក់បញ្ញើខ្ទង់ប្រាក់បញ្ញើឃើញតែមើលកម្រិតនៃការកើនឡើងតិចមែនតើធៀបទៅនឹងពីមួយខែទៅមួយខែយ៉ាងច្រើនណាស់ឃើញកំណើនខ្លះនៅពេលបាច់ខែមួយដោយសារអីដោយសារតែធនាគារបើកប្រាក់ពីមាត់ទៅឲ្យបុគ្គលិកអញ្ចឹងបុគ្គលិកនឹងមាន account នៅនឹងស្រាប់វាធ្វើឲ្យ liability ធ្វើឲ្យប្រាក់បញ្ញើនឹងកើនតិចតួចប៉ុន្តែបើយើងមើលឥឡូវបច្ចុប្បន្នប្រាក់បញ្ញើបន្តកើនឡើងយ៉ាងខ្លាំងហើយគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងដំណាក់កាលដែលយើងមានជំងឺ Covid នេះហើយនៅក្រោយ Covid ប្រាក់បញ្ញើនៅបន្តកើនឡើងអានឹងវាឆ្លុះបង្ហាញពីជំនឿទុកចិត្តរបស់សាធារណជនទៅលើប្រព័ន្ធធនាគារបច្ចុប្បន្នយើងមានសាច់ប្រាក់ងាយស្រួលឬក៏សន្តិនិកភាពនឹងច្រើននៅក្នុងប្រព័ន្ធធនាគារដែលធនាគារអាចផ្ដល់ឥណទានឬក៏ប្រើប្រាស់សម្រាប់ប្រតិបត្តិការរបស់បានយ៉ាងស្រួលខ្ញុំបញ្ជាក់ចំណុចទៀតគឺថាវាតកតងនឹងកត្តាមួយទៀតដែលសំខាន់បំផុតគឺកត្តាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចហើយនឹងស្ថិរភាពនយោបាយនិងសង្គមខ្ញុំគិតថាចំណុចដែលចុងក្រោយដែលខ្ញុំនិយាយគឺមានសារៈសំខាន់បំផុតខ្ញុំចង់ពាក់ព័ន្ធរឿងយោបាយប៉ុន្តែការពិតយើងត្រូវទទួលស្គាល់កាលណាមានស្ថិរភាពនយោបាយគឺថាយើងមានស្ថិរភាពហិរញ្ញវត្ថុយើងអាចធ្វើបានតាមរយៈអ្វីដែលខ្ញុំបាននិយាយមកបាញ់ប៉ុន្តែបើយើងអត់មានស្ថិរភាពនយោបាយគឺថាយើងមិនអាចនឹងទទួលបានជោគជ័យតាមអ្វីដែលយើងចង់បានគឺប្រព័ន្ធធនាគារដែលមានភាពធន់ហើយមានការរីកចម្រើនហើយដែលអាចប្រើប្រាស់ធនធានប្រមូលធនធានដើម្បីគ្រប់គ្រងដល់សេដ្ឋកិច្ចរូបវ័ន្តជំរុញការកំណើនសេដ្ឋកិច្ចដូចដែលយើងឃើញកន្លងមកជាពិសេសមុន COVID នេះតែម្ដងគឺកំណើន GDP របស់យើងប្រហែល 7% ប្រហែលឆ្នាំជាប់គ្នានេះគឺជាមោទនភាពដែលយើងមានហើយក៏វិស័យធនាគារក៏រួមចំណែកខ្លាំងដែរទៅក្នុងកំណើននេះអរគុណបាទព្រោះស្ថិរភាពនយោបាយកុំថាឡាយយកលុយទៅដាក់នៅធនាគារតែពេលយើងហូបបាយទៅអស្ថិរភាពនយោបាយទៅហូបបាយក៏មិនទៀងថាស្អែកឡើងបានហូបបាយទៀតអត់ដែរតាមទាំងដែរដូចបងបានមានប្រសាសន៍ចឹងថាពេល COVID-19 ក៏ដូចជាពិសេសខ្ញុំចាំពី2007 2008ពិភពលោកជួបជាមួយវិបត្តិហិរញ្ញវត្ថុក៏ប៉ុន្តែប្រព័ន្ធធនាគារយើងអាចធន់ហើយនឹងដើរចេញពីវិបត្តិទាំងអស់នោះដោយមិនមានបញ្ហាធ្ងន់ធ្ងរអញ្ចឹងចង់ដឹងថាតើធនាគារជាតិកម្ពុជាគាត់ធ្វើអ្វីខ្លះដែលពង្រឹងឲ្យវិស័យធនាគារយើងមានភាពធន់មានភាពរឹងមាំហើយជាពិសេសគឺអាចធន់ជាមួយនឹងវិបត្តិហិរញ្ញវត្ថុវិបត្តិសេដ្ឋកិច្ចពិភពលោកតាមនឹងដែរព្រោះអីវាស
កម្មភាពទាំងអស់នេះមិនមែនកាត់ឡើងក្នុងពេលតែមួយយប់ពេលវាគួរតែកាត់ឡើង20ឆ្នាំឬក៏20ជាងឆ្នាំកន្លងមុនទៅអញ្ចឹងធ្វើដឹងថាតើធនាគារជាតិកម្ពុជាបានធ្វើអ្វីខ្លះដែរបង តាមពិតយើងបានធ្វើច្រើនណាស់ចាប់តាំងពីយើងធ្វើការកែតម្រង់ដំបូងបំផុតគឺជាពីរឿងការកែតម្រង់របស់យើងឆ្នាំ2000ណា2000ជាពិសេសក្នុងឆ្នាំ2000នឹងឯងដោយសារអីដោយសារយើងមានច្បាប់គោលសំខាន់ពីរច្បាប់ទី1គឺច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ធនាគារជាតិកម្ពុជាក្នុងឆ្នាំ1996ច្បាប់នេះជាច្បាប់បង្កើតអង្គការចាត់តាំងគឺធនាគារជាតិនេះឯងហើយនឹងច្បាប់มันក៏ផ្ដល់សិទ្ធិអំណាចដល់ធនាគារជាតិក្នុងការដាក់បទបញ្ញត្តិធ្វើការត្រួតពិនិត្យហើយបន្ទាប់មកនៅឆ្នាំ1999គឺថាច្បាប់មួយទៀតត្រូវបានដាក់ឲ្យអនុវត្តគឺច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុហើយច្បាប់នេះគឺថាបានចែងលម្អិតពីមុខងារតួនាទីរបស់ធនាគារជាតិកម្ពុជាក្នុងការត្រួតពិនិត្យហើយផ្អែកទៅលើសិទ្ធិអំណាចដែលទទួលបានពីច្បាប់នេះធនាគារជាតិបានរៀបចំបទបញ្ញត្តិសម្រាប់វិស័យធនាគារនឹងយ៉ាងច្រើនក្នុងឆ្នាំ2000នេះឯងបើយើងត្រឡប់ទៅវិញទៅមើល banking code របស់ធនាគារជាតិនឹងឃើញថាភាគច្រើននៃប្រកាសដែលដាក់ចេញឲ្យអនុវត្តគឺក្នុងឆ្នាំ2000នឹងឯងហើយជាឆ្នាំដែលយើងបានធ្វើកំណែទម្រង់យ៉ាងច្រើនយើងឃើញថាប្រព័ន្ធធនាគារជាពិសេសផ្ដោតទៅលើចំណុចមួយគឺការរឹងទៅលើដើមទុនឯងមុនច្បាប់នេះចេញជាធររមានគឺថាធនាគារមានទុនតិចណាស់ហើយជាចន្លោះពី1លានទៅ5លានអញ្ចឹងវាអាស្រ័យទៅតាមធនាគារហើយដើមទុនប៉ុណ្ណេះគឺថាតិចណាស់អញ្ចឹងជាងបង្កើនដើមទុននេះហូរហែតាំងពីឆ្នាំ2000មកដើម្បីធ្វើឲ្យប្រព័ន្ធធនាគារហ្នឹងវាមានលក្ខណៈរឹងមាំហើយមានធនធានគ្រប់គ្រាន់ដើម្បីផ្ដល់ហិរញ្ញប្បទានផ្ដល់ឥណទានទៅឲ្យ real sector អូខេទន្ទឹមទាំងនឹងបទបញ្ញត្តិគឺយើងពង្រឹងការត្រួតពិនិត្យជាបន្តបន្ទាប់ត្រីរបស់យើងទៅបានទទួលការបណ្ដុះបណ្ដាលជាបន្តបន្ទាប់ហើយការបណ្ដុះបណ្ដាលជាសោតគឺថាយើងផ្ដោតទៅលើបទបញ្ញត្តិទៅលើស្តង់ដានៃការនៃបទបញ្ញត្តិជាពិសេសគឺស្តង់ដាបាសតែម្ដងហើយការត្រួតពិនិត្យក៏ផ្អែកទៅលើការអនុវត្តជាអន្តរជាតិយើងបានរៀនសូត្រពីប្រទេសមួយចំនួនដែលមានការវិវត្តមុនយើងហើយយើងបានរៀបចំតែយើងត្រួតពិនិត្យរបស់ធនាគាររបស់យើងទាំងអស់ហ្នឹងទាំងបទបញ្ញត្តិទាំងការត្រួតពិនិត្យគឺថាដើម្បីធានាឲ្យវាមានភាពធន់ហើយភាពធន់ហ្នឹងហើយដែលទៅទប់ទល់ជាមួយនឹង shock ដែលអាចកើតឡើងឬ unexpected crisis ដែលអាចកើតឡើងចឹងដោយសារអស់ហ្នឹងហើយដែលជួយយើងឲ្យឆ្លងកាត់ដំណាក់កាលលំបាកមួយចំនួនពីអតីតកាលអញ្ចឹងយើងឃើញថាវិបត្តិពីរដងណាខ្ញុំចាប់យើងនៅតែអាចតទៅទៀតបានប្រព័ន្ធធនាគាររបស់យើងទៅរឹងប្រៀបធៀបកាលពីឆ្នាំ25ឆ្នាំមុនដូចបងបានមានប្រសាសន៍ដែរថាការដែលបងចូលធ្វើការដំបូងកាលពីបងធ្វើជាបុគ្គលិកកាន់ធនាគារ5ដូចជាមិនសូវជាប្រមាណនេះតែខ្ញុំចង់ឲ្យបងជួយប្រៀបធៀបបន្តិចវាស៊ីជម្រៅបន្តិច25ឆ្នាំមុនហើយនឹងឥឡូវនេះតើប្រព័ន្ធធនាគារនឹងខុសប្លែកកម្រិតណាដែរបងអូខេខ្ញុំគិតថាសំណួរនេះគឺថាល្អមែនទែនយើងអាចឲ្យខ្ញុំឆ្លុះបញ្ចាំង reflect ទៅអតីតកាលថាតើវាខុសគ្នាយ៉ាងម៉េចតាមពិតខុសគ្នាច្រើនណាស់ប្រៀបធៀបទៅនឹងអតីតកាលទី1យើងមើលលើផ្នែកបទបញ្ញត្តិយើងអត់មានទេខ្ញុំចូលធ្វើការដំបូងបំផុតក្នុងឆ្នាំ1999ចុងឆ្នាំ1999ខ្ញុំឃើញមានតែអនុក្រឹត្យមួយទាក់ទងនឹងវិស័យធនាគារសេចក្តីណែនាំមួយចំនួនទេសម្រាប់ការត្រួតពិនិត្យធនាគារអញ្ចឹងបញ្ជាពីក្របខ័ណ្ឌគតិយុត្តគឺថាយើងមានការខ្វះខាតមែនទែនហើយក្របខ័ណ្ឌគតិយុត្តនោះទៀតសោតក៏អត់មានអនុវត្តទៅតាមស្តង់ដារណាមួយឲ្យច្បាស់លាស់ដែរគឺយើងអនុវត្តទៅតាមស្ថានភាពជាក់ស្ដែងនៃសេដ្ឋកិច្ចទេអញ្ចឹងបន្ទាប់ពីនោះមកបានមានការប្រែប្រួលគឺថាយើងបត់ទៅរកស្តង់ដារអន្តរជាតិគឺស្តង់ដារបាសលអញ្ចឹងយើងរៀនសូត្រជាបដាទាក់ទងទៅនឹង
រឿង standard ហ្នឹងហើយយើងយកមកអនុវត្តហ្នឹងចំណុចខុសគ្នាមួយគឺថា បទបញ្ញត្តិមានតិចណាស់កាលពី25ឆ្នាំមុននោះហើយបើប្រៀបធៀបនឹងឥឡូវយើងមានបទបញ្ញត្តិយ៉ាងច្រើនដែលគ្របដណ្ដប់ទៅលើ risk management ការគ្រប់គ្រងហានិភ័យដែលផ្ដោតទៅលើទ្រព្យសកម្មដែលផ្ដោតទៅលើសន្តានាភាពឬក៏ភាពគ្រប់គ្រាន់នៃដើមទុនមានបទបញ្ញត្តិច្រើនណាស់ហើយស្របតាមសង្តានទៀតនេះចំណុចខុសគ្នាទី1ខុសគ្នាដ៏សំខាន់ទី1ចំណុចទី2បើយើងមើលចំនួនគ្រឹះស្ថានធនាគារហិរញ្ញវត្ថុអានឹងកាន់តែដាច់ឆ្ងាយពីព្រោះកាលនោះมันមានធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអីច្រើនចឹងទេយើងមានតិចយើងមានភាគច្រើនជាធនាគារពាណិជ្ជហើយធនាគារពាណិជ្ជហ្នឹងធ្វើប្រតិបត្តិការទៅនៅទីក្រុងទេទីប្រជុំជនទេបច្ចុប្បន្នយើងមានធនាគារពាណិជ្ជយើងមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានធនាគារឯកទេសវាមានឥណទានគ្រឹះស្ថានឥណទានជនបទដែលមានប្រតិបត្តិការនៅទូទាំងប្រទេសតែម្ដងអញ្ចឹងចំនួននេះគឺថាវាផ្ដល់សេវាខុសគ្នាឧទាហរណ៍ថាមីក្រូហិរញ្ញវត្ថុគាត់ផ្ដល់ឥណទានតូចក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុគាត់ផ្ដល់ទៅលើសេវាភតិសន្យាដូចជាជួលទៅលើ tractor ទៅលើអីសម្រាប់វិស័យកសិកម្មជាដើមអានឹងចំនួនគ្រឹះស្ថានកន្លែងប្រតិបត្តិការមុននេះខ្ញុំបាននិយាយពីរឿងប្រាក់បញ្ញើថាវាតិចតែពិតទៅយើងប្រាក់សាច់ច្រើនណាស់ប្រាក់សាច់ច្រើនណាស់កាលនោះគឺថាសាច់ប្រាក់សឹងតែទាំងអស់គ្នាមកទាំងការទូទាត់តូចទូទាត់ធំគឺថាសុទ្ធតែសាច់ប្រាក់ភាសាទី1ដែលខ្ញុំបាននិយាយហើយពីរឿងជំនឿទុកចិត្តទី2យើងអត់មានtechnology ដូចបច្ចុប្បន្នទេយើងអត់មាន QR code អត់មានអីចឹងទេ payment system ទំនើបចឹងទេអញ្ចឹងយើងប្រើសាច់ប្រាក់ស្អកនេះខុសគ្នាខ្លាំងណាស់បើប្រៀបធៀបនឹងពីកាលនោះហើយនឹងឥឡូវគឺខុសគ្នាណាឥឡូវយើងធ្វើប្រតិបត្តិការទូលំទូលាយផ្អែកទៅលើការទូទាត់ដែលផ្អែកទៅលើ technology ដូចជាបាគងនេះជាដើមអញ្ចឹងយើងឃើញជាក់ស្ដែងហើយសូម្បីការចាយវាយតិចតួចក៏យើងប្រើប្រាស់ QR code ដែរនេះមើលឆ្លុះបង្ហាញថាឥឡូវនេះគឺថាការប្រើប្រាស់សាច់ប្រាក់កាន់តែតិចទៅហើយបើប្រៀបធៀបនឹងសម័យនោះការប្រើប្រាស់សាច់ប្រាក់ច្រើនខ្លាំងណាស់ហើយមួយចំណុចទៀតអ្វីដែលខ្ញុំនឹកឃើញគឺពាក់ព័ន្ធទៅនឹងបរិយាបន្នហិរញ្ញវត្ថុហើយជាភាសាដែលយើងប្រើប្រាស់ក្នុងរយៈពេលប្រហែលឆ្នាំហើយពេញនិយមមែនទែននិយាយពីលទ្ធភាពរបស់ប្រជាជនទូទៅជាពិសេសប្រជាជននៅជនបទឬក៏ក្រីក្រដែលមានលទ្ធភាពប្រើប្រាស់សេវាផ្លូវការយើងប្រៀបធៀបកាលពីកំឡុងឆ្នាំ2000ប្រហែលជាប្រជាជនប្រហែលជា10%ទេដែលប្រើប្រាស់សេវាធនាគារឥឡូវតាមទិន្នន័យចុងក្រោយហើយផ្លូវការប្រហែលជាជិត 70% 69 ឬ 70% យើងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការយើងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការយើងរាប់តាំងពីធនាគារពាណិជ្ជរហូតទៅដល់បន្តរហូតទៅដល់គ្រឹះស្ថានតូចដូចជាមីក្រូហិរញ្ញវត្ថុដូចជាគ្រឹះស្ថានឥណទានជនបទអញ្ចឹងចំណុចខុសគ្នានេះគឺថាខុសគ្នាខ្លាំងណាស់ 10% ទៀតនឹង 70% គឺថាយើងបានជំរុញឲ្យមានការប្រើប្រាស់ប្រើប្រាស់សេវាផ្លូវការឬនិយាយឲ្យស្រួលស្ដាប់បង្កើនបរិយាបន្នហិរញ្ញវត្ថុនឹងបានច្រើនណាស់ហើយនៅក្នុងនឹងគឺថាប្រព័ន្ធទូទាត់គឺជាអ្នកនាំមុខដល់បរិយាបន្នដល់ការបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាដោយសារអីដោយសារប្រជាជនយើងច្រើនលើសលប់តែប្រើប្រាស់ទូរស័ព្ទបើនិយាយពីការចំនួនsubscriber ទូរស័ព្ទច្រើនជាងប្រជាជនយើងផងបើតាមស្ថិតិរបស់ក្រសួងប្រៃសណីណាអញ្ចឹងផ្អែកដោយប្រើប្រាស់ smartphone telephone អស់ហ្នឹងយើង leverage បានយើងទៅប្រើប្រាស់សម្រាប់ប្រព័ន្ធទូទាត់ដែលអាចឲ្យប្រជាជនប្រើប្រាស់សម្រាប់ការទូទាត់ផ្ទាល់ខ្លួនការទូទាត់សម្រាប់អាជីវកម្មអីបានយ៉ាងងាយស្រួលtechnology ក្នុងវិស័យធនាគារកាលពី20ឆ្នាំមុនគឺថាសឹងតែ
សឹងថាយើងប្រើប្រាស់ដៃយើងមាន technology ខ្លះដែរឧទាហរណ៍ទៅម៉ាស៊ីន computer ប្រើប្រាស់ Microsoft Word Excel ប៉ុន្តែឥឡូវយើងប្រើប្រាស់មិនត្រឹម Microsoft Excel ទេយើងអាចប្រើប្រាស់ technology ដែលទំនើបជាងនោះរហូតដល់គ្រឹះស្ថានមួយចំនួនប្រើប្រាស់ AI សម្រាប់ជួយការងារខ្លះដូចជាសេវាទូរស័ព្ទhotline សម្រាប់អតិថិជនគ្រឹះស្ថានខ្លះក៏កំពុងពិចារណាប្រើប្រាស់ AI សម្រាប់ជំនួយដល់ប្រតិបត្តិការផ្សេងៗទៀតអញ្ចឹងយើងឃើញថាការប្រើប្រាស់ technology កើនឡើងខ្លាំងហើយមិនត្រឹមតែប៉ុណ្្នឹងទេទៅលើទិន្នន័យការវិភាគអីផ្សេងដែលប្រើប្រាស់ data analytics ឬក៏ការវិភាគអតិថិជនអីគឺថាគ្រឹះស្ថានមួយចំនួនបានសាកល្បងប្រើ application ឬមួយក៏ portal សម្រាប់ការវិភាគខ្លះទៅហើយខ្លះនៅក្នុងដំណាក់កាលសាកល្បងខ្លះក៏បានដាក់ឲ្យប្រើប្រាស់អញ្ចឹងយើងឃើញថាវាខុសគ្នាដាច់មានតែពីរនេះកាន់ច្រើនហើយជារឿងចំពោះខ្ញុំគិតជារឿងដែលមិនគួរឲ្យជឿដែលថាវាវិវត្តទៅដល់កន្លែងហ្នឹងពាក់ព័ន្ធបងមិនชันថាគ្រឹះស្ថានធនាគារបានកើនឡើងច្រើនឥឡូវតែខ្ញុំចាំដូច47ធនាគារពាណិជ្ជឬក៏អាចលើសនឹងថាបងក៏ថាបានតើកត្តាអីខ្លះដែលតាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគមកវិនិយោគនៅលើវិស័យធនាគារនៅប្រទេសកម្ពុជាសំណួរនេះគឺជាសំណួរដែលត្រឹមត្រូវព្រោះថាយើងឃើញតែអ្នកវិនិយោគគាត់តែងតែទំនាក់ទំនងមកធនាគារជាតិកម្ពុជាដើម្បីសុំអាជ្ញាប័ណ្ណធ្វើបើកធនាគារឬក៏មីក្រូហិរញ្ញវត្ថុអីជាហូរហែប៉ុន្តែវាអានោះវាស្រ័យទៅនឹងការវិតម្លៃរបស់យើងប៉ុន្តែនៅពេលយើងសួរថាកត្តាអីដែលនាំឲ្យគាត់តែចេះតែចង់រកស៊ីឬក៏វិនិយោគក្នុងវិស័យហ្នឹងមុនកូវីដវាច្បាស់ណាស់ថាបើយើងមើលទៅលើលទ្ធភាពរកចំណេញ profitability យើងឃើញថាវិស័យហ្នឹងទាក់ទាញមែនតើបើយើងមើលទៅលើ indicator មួយចំនួនដូចជា return on asset return on equity ឬក៏ cost efficiency អីខ្ញុំឃើញថាវិស័យនេះគឺថាវិស័យនាំមុខដែលអាចរកប្រាក់ចំណេញបានច្រើនអានេះហើយជាកត្តាចម្បងដែលអ្នកវិនិយោគគាត់ចង់វិនិយោគក្នុងវិស័យហ្នឹងម្យ៉ាងវិញទៀតគឺថាធនាគារបរទេសមួយចំនួនក៏គេចង់ពង្រីកទីផ្សារថ្មីទៅកាន់ទីផ្សារថ្មីក្នុងនោះកម្ពុជាក៏ជាទិសដៅនៃការពង្រីកទីផ្សារគេថាឧទាហរណ៍យើងមើលធនាគាររបស់កូរ៉េសឹងថាក្នុងចំណោមធនាគារធំកូរ៉េសុទ្ធតែមានវត្តមាននៅកម្ពុជាអស់ធនាគារខ្លះមកតាមរយៈការចូលរួមក្នុងការវិនិយោគជា micro ហិរញ្ញវត្ថុអីជាដើមខ្លះមកជា subsidiary ឬក៏សាខាតែម្ដងហើយយើងពីប្រទេសផ្សេងទៀតក៏យើងឃើញមាននិន្នាការប្រហាក់ប្រហែលគ្នានឹងដែរនេះបើនិយាយឲ្យស្រួលស្ដាប់មានន័យថាគេចង់ពង្រីកដែនប្រតិបត្តិការហើយដើម្បីពង្រីកលទ្ធភាពចំណូលរបស់គេពីព្រោះថាប្រតិបត្តិការក្នុងប្រទេសដើមរបស់គេអាចនឹងមានការប្រកួតប្រជែងនឹងតឹងតែងពេកម្យ៉ាងទៀតចំណូលសំខាន់គឺចំណូលពីការប្រាក់ហ្នឹងមានការថយចុះដោយសារការប្រកួតប្រជែងខ្លាំងការថយចុះអញ្ចឹងគេត្រូវរកទីផ្សារថ្មីដើម្បីធានានៅបាននៅលទ្ធភាពរកចំណូលហើយដើម្បីឲ្យធនាគាររបស់គេនឹងវាមានចីរភាពតទៅទៀតហើយហ្នឹងក៏ជាកត្តាមួយដែលយើងចង់បានដែរពីព្រោះអ្វីដែលយើងចង់បានគឺនិរន្តរភាពរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដើម្បីបន្តផ្ដល់សេវាដល់ប្រជាជនដល់ SME ដល់ corporate ក្នុងការគ្រប់គ្រងសកម្មភាពសេដ្ឋកិច្ចរបស់យើងពាក់ព័ន្ធជាមួយនឹងការស្នើសុំអាជ្ញាប័ណ្ណឬក៏មិនមែនខ្ញុំគិតថាមិន everyone
ថាចង់បើកធនាគារគឺបើកបានទេតែធនាគារជាតិតែសតមើលតាធនាគារនឹងមានគុណវុឌ្ឍឬក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់អត់ទើបអាចបើកធនាគារតែចង់សួរបងថាតើធ្វើម៉េចមិនដឹងថាតើពេលណាឬក៏បុគ្គលណាមានគុណវុឌ្ឍគ្រប់គ្រាន់ដើម្បីទទួលបានអាជ្ញាប័ណ្ណបើកអាជីវកម្មធនាគារឬក៏មីក្រូហិរញ្ញវត្ថុវាមានលក្ខខណ្ឌច្រើនណាស់សម្រាប់ការបើកធនាគារអញ្ចឹងជាធម្មតានៅពេលដែលវិនិយោគគិតគាត់មកជួបខាងធនាគារជាតិមន្ត្រីរបស់យើងនឹងផ្ដល់ជូនគាត់នៅ checklist នៃឯកសារហើយលុះត្រាតែគាត់បំពេញchecklist នឹងបានគ្រប់សពហើយបានមន្ត្រីរបស់យើងចាប់ផ្ដើមធ្វើការវិតម្លៃទៅលើពាក្យស្នើសុំនឹងមានកត្តាជាច្រើនដែលយើងត្រូវវិតម្លៃប៉ុន្តែកត្តាដែលសំខាន់បំផុតគឺការវិតម្លៃទៅលើភាគទំនឹកតែម្ដងគុណវុឌ្ឍនៃភាគទំនឹកតែផ្ដោតជាពិសេសទៅលើប្រភពទុនព្រោះហ្នឹងវាពាក់ព័ន្ធទៅនឹងច្បាប់ផ្សេងទៀតដូចច្បាប់ AML ច្បាប់ទាក់ទងនឹងការប្រឆាំងភារវកម្មហិរញ្ញប្បទានភារវកម្មជាដើមយើងត្រូវតែឲ្យច្បាស់ថាប្រភពទុនធានដែលគាត់មានពីណាហើយនឹងបទពិសោធន៍របស់គាត់បទពិសោធន៍តើគាត់មានបទពិសោធន៍ក្នុងការគ្រប់គ្រងវិស័យនឹងអត់ក្នុងវិស័យធនាគារឬក៏អត់គាត់យល់គាត់មានពិសោធន៍ក្នុងការគ្រប់គ្រងហានិភ័យក្នុងធនាគារឬក៏អត់អានេះគឺជាសិទ្ធិតែជាចំណុចដែលយើងត្រូវវាចម្លែកក្រៅពីនោះយើងមានចំណុចច្រើនណាស់ដែលយើងត្រូវមើលហើយសំបីតែប្រវត្តិរបស់ភាគទុនឹកប្រវត្តិរបស់មិនគណៈគ្រប់គ្រងក៏យើងត្រូវមើលបានមកចត់ដែរពីមុខពាក្យព័ន្ធទៅនឹងមុខរបរនេះគឺពាក់ព័ន្ធទៅនឹងទំនុកចិត្តតែម្ដងខ្ញុំឧទាហរណ៍មួយជាករណីជាក់ស្ដែងឧទាហរណ៍ថាខ្ញុំជាមនុស្សដែលមានប្រវត្តិធ្លាប់ប្រព្រឹត្តទោសក្រិតពីអតីតកាល10ឆ្នាំ20ឆ្នាំមុនប្រហែលឆ្នាំក៏ដោយយើងអត់ខ្វល់ទេឲ្យតែមានទោសហ្នឹងគឺថាអ្នកត្រូវបានហាមឃាត់ដាច់ខាតពីការវិនិយោគពីការคล้ายខ្លួនទៅជាគណៈគ្រប់គ្រងរបស់ធនាគារពីព្រោះអមមិនចឹងទេសាធារណជនគាត់នឹងមើលមកឃើញថាធនាគារគឺជាកន្លែងដែលគ្រប់គ្រងទៅដោយអ្នកដែលមានភាពមិនស្មោះត្រង់ក្នុងវិស័យនឹងពីអតីតកាលយើងឃើញថាបើយើងមើលកាន់តែចិត្តឲ្យដិតដល់ទៅទៀតគឺថាវិស័យធនាគារគឺតឹងរឹងណាយើងឃើញថាសូម្បីតែចេញមូលប្រទានប័ត្រដែលគ្មានលុយនៅក្នុងគណនីក៏តែមានទោសធ្ងន់ធ្ងរដែរបាទទោសតការរំលោភលើសេចក្តីទុកចិត្តណានោះទៀតបាទអញ្ចឹងបានន័យថារាល់ចំណុចដែលជាផ្នែកនៃការវិតម្លៃក្នុងការផ្ដល់អាជ្ញាប័ណ្ណគឺមានការពិនិត្យដិតដល់មិនត្រឹមតែផ្នែកហិរញ្ញវត្ថុមិនត្រឹមតែបទពិសោធន៍ទេគឺទៅលើគុណវុឌ្ឍរបស់ឯកតជនដែលនឹងក្លាយទៅជាភាគទំនឹកឯកតជនដែលនឹងក្លាយទៅជាក្រុមប្រឹក្សាវិបាលឯកតជនហើយនឹងក្លាយទៅជាគណៈគ្រប់គ្រងជាន់ខ្ពស់ធនាគារទៀតមួយវិញទៀតបងបានប្រសាសន៍ថាទូនាទីចម្បងមួយរបស់ធនាគារជាតិគឺការត្រួតពិនិត្យប្រព័ន្ធធនាគារចង់ដឹងថាតើការត្រួតពិនិត្យប្រព័ន្ធធនាគារហ្នឹងវាមានសារៈសំខាន់អីខ្លះដើម្បីមកលើប្រព័ន្ធធនាគារហ្នឹងទាំងមូលព្រោះតាមដែលខ្ញុំបានដឹងដូចជាការ check up វាសុខភាពទូទៅដូចជាការ health check up យ៉ាងណាមិនដឹងថាយើងឈឺកន្លែងណាយើងព្យាបាលកន្លែងហ្នឹងចុះប្រព័ន្ធធនាគារវិញតើការត្រួតពិនិត្យជាប្រចាំហើយនឹងមានភាពម៉ត់ចត់នេះតើមានសារៈសំខាន់បែបណាមកលើប្រព័ន្ធធនាគារបាទនេះជាសំណួរស្នូលសម្រាប់ការត្រួតពិនិត្យគោលដៅសំខាន់បំផុតនៃការត្រួតពិនិត្យគឺដើម្បីការពារអ្នកដាក់ប្រាក់បញ្ញើនិងcreditor ដទៃទៀតអានេះជាគោលដៅសំខាន់ព្រោះការពារអ្នកទាំងអស់នេះវានឹងជួយដល់ការបង្កើនចំនួនទឹកចិត្តនៅក្នុងវិស័យធនាគារហើយកាលណាយើងមានចំនួនទុកចិត្តក្នុងវិស័យធនាគារយើងនឹងទៅអាចប្រមូលធនធានដែលសេសសល់នៅក្នុងសេដ្ឋកិច្ច
ចូលក្នុងប្រព័ន្ធធនាគារហើយប្រព័ន្ធធនាគារនឹងបែងចែកទៅវិញតាមរយៈការផ្ដល់ឥណទានរបស់គ្រឹះស្ថានធនាគារហិរញ្ញវត្ថុទៅដល់សេដ្ឋកិច្ចរូបវន្តអានឹងហើយជាចំណុចសំខាន់ដើម្បីរួមចំណែកទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចអញ្ចឹងដើម្បីឲ្យធនាគារនឹងរឹងមាំមាននិរន្តរភាពដើម្បីបន្តផ្ដល់អាសេវាទាំងអស់ហ្នឹងគឺថាធនាគារជាតិត្រូវតែមានការដាក់បទបញ្ញត្តិហើយនឹងការត្រួតពិនិត្យអញ្ចឹងផ្នែកដ៏សំខាន់មួយគឺដាក់បទបញ្ញត្តិផ្នែកទី2គឺការត្រួតពិនិត្យអញ្ចឹងការត្រួតពិនិត្យនេះគឺដើម្បីពិនិត្យសុខភាពរបស់គ្រឹះស្ថាននីមួយៗតើស្ថានភាពរបស់គាត់យ៉ាងម៉េចប្រឈមនឹងហានិភ័យឬក៏យ៉ាងម៉េចស្ថានភាពហានិភ័យស្ថានភាពប្រតិបត្តិការវាអនុវត្តទៅតាមច្បាប់និងបទបញ្ញត្តិរបស់យើងអត់មានលក្ខណៈរឹងមាំអត់មានស្ថិរភាពអត់ដើម្បីផ្ដល់អនុសាសន៍ឬក៏ការកែតម្រូវឲ្យគ្រឹះស្ថានទាំងអស់នោះអនុវត្តឲ្យបានត្រឹមត្រូវនិងធានាបាននៅនិរន្តរភាពនៅក្នុងការត្រួតពិនិត្យយើងមានវិធីសាស្ត្រផ្សេងឧទាហរណ៍យើងមាន2ផ្នែកសំខាន់គឺមួយគឺនិយាយពីការត្រួតពិនិត្យលើឯកសារអានេះជាការត្រួតពិនិត្យជាប្រចាំឯកតាមរបាយការណ៍ដែលគ្រឹះស្ថានធនាគារហិរញ្ញវត្ថុផ្ញើឲ្យធនាគារជាតិជារបាយការណ៍ប្រចាំសប្តាហ៍ប្រចាំខែនិងប្រចាំត្រីមាសជាដើមអញ្ចឹងតាមរយៈឯកសារទាំងអស់មន្ត្រីត្រួតពិនិត្យនឹងមើលស្ថានភាពសុខភាពវាយតម្លៃស្ថានភាពសុខភាពរបស់គ្រឹះស្ថានមួយទៅតាមវិធីសាស្ត្រដែលយើងមានយើងខ្ញុំមិនចាំបាច់និយាយដល់វិធីសាស្ត្រព្រោះមានលក្ខណៈបច្ចេកទេសពេកអញ្ចឹងបើសិនបើការត្រួតពិនិត្យលើឯកសារនេះវាផ្ដល់សញ្ញាមួយដែលជា concern ដែលជាការសង្ស័យអញ្ចឹងយើងមានយន្តការមួយទៀតគឺការត្រួតពិនិត្យដល់ទីកន្លែងហើយការត្រួតពិនិត្យដល់ទីកន្លែងហ្នឹងយើងនឹងមានគេហៅថាលទ្ធភាពនឹងធ្វើការសាកសួរបន្ថែមទទួលព័ត៌មានបន្ថែមពីព្រោះយើងអាចជួបផ្ទាល់ជាមួយនឹងគណៈគ្រប់គ្រងជាន់ខ្ពស់ជាមួយនឹងក្រុមប្រឹក្សាវិបាលហើយអាចជួបជាមួយនឹងភាគទនិកដើម្បីសាកសួរឬក៏បញ្ជាក់ទៅលើចំណុចសង្ស័យឬក៏ចំណុចដែលយើងជាមន្ត្រីត្រួតពិនិត្យយល់ថាអាចមានសក្តានុពលផ្នែកហានិភ័យទៅលើផ្នែកណាមួយនេះគឺជាអ្វីដែលយើងធ្វើជាប្រចាំហើយរៀងរាល់ឆ្នាំគឺថាយើងបានរៀបចំឲ្យមានផែនការត្រួតពិនិត្យសម្រាប់គ្រឹះស្ថានធនាគារមានវត្ថុទាំងអស់នោះប៉ុន្តែតាមពិតយើងមិនមែនមានន័យថាយើងត្រូវទៅគ្រប់គ្រឹះស្ថានទាំងអស់រៀងរាល់ឆ្នាំទេពេលខ្លះក៏យើងឯកទៅលើស្ថានភាពជាក់ស្ដែងឬក៏ហានិភ័យដែលអាចកើតឡើងភ្លាមអានឹងក៏ជាកត្តាជំរុញដែលឲ្យយើងចាត់វិធានការដើម្បីទៅត្រួតពិនិត្យភ្លាមឧទាហរណ៍ថាវាមានបញ្ហាដែល complain ដោយអតិថិជនទៅលើរឿងអីមួយជាក់លាក់ឬក៏មានការសង្ស័យទៅលើចំណុចអីមួយជាក់លាក់ហើយយើងក៏អាចធ្វើការត្រួតពិនិត្យដល់ទីកន្លែងហ្នឹងដោយមិនចាំបាច់ផ្អែកតែទៅលើផែនការដែលយើងមានទេឥឡូវនេះយើងត្រួតពិនិត្យដោយប្រើវិធីសាស្ត្រមួយហៅថា risk base គឺផ្អែកទៅលើហានិភ័យអញ្ចឹង risk base វាអនុញ្ញាតឲ្យមន្ត្រីត្រួតពិនិត្យហ្នឹងផ្ដោតទៅលើផ្នែកឬក៏គ្រឹះស្ថានណាដែលអាចមានហានិភ័យធំមិនមែនបានន័យថាឲ្យតែគ្រឹះស្ថានតែមន្ត្រីត្រួតពិនិត្យនឹងទៅដល់សិទ្ធតែមានហានិភ័យមិនចាំបាច់មានន័យថាអញ្ចឹងទេណាអញ្ចឹង risk base ហ្នឹងគឺថាអនុញ្ញាតឲ្យយើងផ្ដោតតែទៅលើផ្នែកដែលសំខាន់អញ្ចឹងយើងបែងចែកធនធានរបស់តែទៅតាមផ្នែកដែលគ្រឹះស្ថានចំណុចគ្រឹះស្ថានដែលយើងយល់ថាមានហានិភ័យតែទូនឹងយើងអាចនឹងមានលក្ខណៈបត់បែនឧទាហរណ៍ថាយើងធ្វើការត្រួតពិនិត្យ on site 2 ឆ្នាំម្ដង
ឧទាហរណ៍ប៉ុន្តែប្រហែលជាមិនអាចលើកពី2ឆ្នាំម្ដងទេពីព្រោះយ៉ាងហោចណាស់ក៏យើងវិលឲ្យបានជុំថាស្ថានភាពវិវត្តទៅណាព្រោះក្នុងរយៈពេល1ឆ្នាំទៅ1ឆ្នាំឬក៏2ឆ្នាំវាអាចមានការប្រែប្រួលខ្លះដែរ តំណឹងដែរតាក់ទងជាមួយនឹង digitalization ដែលបច្ចុប្បន្នធនាគារយើងមានការ scan KQR ដែល KQR យើងជា standard មួយដែលយើង scan ឆ្លងធនាគារមិនគិតថ្លៃសេវាហើយមិនគិត fee អីទេហើយតំណឹងដែរបងក៏បានមានប្រសាសន៍ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ AI របស់ធនាគារចង់ឲ្យបងជួយលម្អិតបន្តិចតើ AI ហ្នឹងតើធនាគារប្រើ AI ហ្នឹងបែបណាដែរបងឥឡូវខ្ញុំនិយាយពីនិន្នាការពិភពលោកdigital រូបនីយកម្មគឺថាធនាគារប្រើប្រាស់ទៅលើសង្ឃថាគ្រប់ផ្នែកទាំងអស់នៅក្នុងធនាគារប៉ុន្តែចំពោះកម្ពុជាអ្វីដែលខ្ញុំសង្កេតគឺថាមានធនាគារមួយចំនួនគាត់ប្រើប្រាស់សម្រាប់ដូចជាការសាកល្បងដំបូងជំហានដំបូងអញ្ចឹងទៅលើសេវាព័ត៌មានរបស់អតិថិជនឬក៏ hotline ឧទាហរណ៍ថាយើងមានទំនាក់ទំនងចង់ទំនាក់ទំនងសួរនាំព័ត៌មានពីអតិថិជនអញ្ចឹងយើងគាត់ប្រើប្រាស់ AI ដើម្បីសាកល្បងឆ្លើយតបនឹងសំណួររបស់អតិថិជននេះជាជំហានទី1ដែលគ្រឹះស្ថានជំនួយធ្វើហើយខ្ញុំជឿថានឹងមានការវិវត្តជាបន្តបន្ទាប់ទៅក្នុងប្រតិបត្តិការមុននេះខ្ញុំបានលើកឧទាហរណ៍ពី loan assessment ពីការវិតម្លៃឥណទានដោយប្រើ portal ឬក៏ application មួយចំនួននៅក្នុងនោះ AI អាចរួមចំណែកទៅដល់ការវិតម្លៃអតិថិជនឲ្យបានរហ័សនិងមានប្រសិទ្ធភាពចំណាយថ្លៃឡើងទៀតអញ្ចឹងជារួមគឺថា AI អាចជួយច្រើននៅក្នុងវិស័យធនាគារទី1គឺភាពងាយស្រួលព្រោះថាយើងឃើញហើយ digitalization ដូចជា internet banking mobile app អីអាចឲ្យយើងធ្វើប្រតិបត្តិការសឹងតែ24ម៉ោងទៅលើ mobile phone របស់យើងឬក៏ internet របស់យើងអានឹងភាពងាយស្រួលហើយយើងធ្វើពីកន្លែងណាក៏បានដែរវាជួយអ្នកល្អអញ្ចឹងទី2ពីសុវត្ថិភាពព្រោះមួយចំណែកក៏វាមានសុវត្ថិភាពដែរប្រព័ន្ធ cloud ឧទាហរណ៍ប្រព័ន្ធដែល back ដោយ blockchain ដូចជាបាគងរបស់យើងគឺថាមានលក្ខណៈមាន feature ដែលមានលក្ខណៈសុវត្ថិភាពខ្ពស់គួរឲ្យទុកចិត្តបានអូខេហើយមួយចំនួនទៀតគឺថាtechnology AI នេះក៏អាចនឹងជួយបង្កើនបរិយាបន្នហិរញ្ញវត្ថុបន្ថែមទៀតដែរពេលដែលប្រជាជនបានជ្រួតជ្រាបអំពីតួនាទីរបស់ AI អំពីព័ន្ធដែលមាន AI ជាជំនួយនេះដែរតំណឹងដែរតើកម្ចីបានជួយអ្វីខ្លះមកលើជីវភាពប្រជាពលរដ្ឋឬក៏យកមកទៀតថាតើធ្វើវិចប្រជាពលរដ្ឋហ្នឹងយកកម្ចីហ្នឹងយកទៅប្រើប្រាស់ឲ្យវាคล้ายទៅជាហៅថាថ្នាំពៅអាជីវកម្មគាត់ឬក៏សេដ្ឋកិច្ចគ្រួសាររបស់គាត់ដែរបាទតាមពិតនេះវាជាសំណួរដែលគេតែងតែសួរជាញឹកញាប់ប៉ុន្តែនៅតែមានការមិនទាន់ច្បាស់លាស់សម្រាប់ប្រជាពលរដ្ឋយើងមួយចំនួនជាពិសេសនៅទីជនបទតែម្ដងគឺថាការផ្ដល់អនុទានគឺថាពិតជាផ្ដល់អត្ថប្រយោជន៍ទៅដល់អ្នកខ្ចីនេះបើផ្អែកតាមការគេផ្អែកតាមការសិក្សាស្រាវជ្រាវកន្លងមកប៉ុន្តែក្នុងលក្ខខណ្ឌដែលថាការប្រើប្រាស់អនុទាននេះនៅក្នុងគោលដៅមួយច្បាស់លាស់ជាពិសេសគឺគោលដៅសម្រាប់បង្កើនផលិតភាពមិនមែនតែប្រើប្រាស់ក្នុងគោលដៅដែលគ្មានផលិតភាពទេយ៉ាងការប្រើប្រាស់ក្នុងគោលដៅដែលគ្មានផលិតភាពជាទូទៅនឹងធ្វើឲ្យមានបញ្ហាដល់ខ្ចីទៅវិញទេហើយការប្រើប្រាស់អនុទានទៀតសោះក៏យើងត្រូវតែការប្រើប្រាស់ឲ្យមានការទទួលខុសត្រូវការទទួលត្រូវចង់មានន័យថាម៉េចចង់មានន័យថាយើងទៅគិតអំពី
ស្ថានភាពរបស់យើងការខ្ចីធ្វើម៉េចកុំឲ្យហួសពីសមត្ថភាពរបស់ខ្លួនទៅដឹងពីសមត្ថភាពរបស់ខ្លួនក្នុងការទូទាត់ត្រឡប់ទៅវិញបើមិនអញ្ចឹងទេវានឹងធ្លាក់ទៅក្នុងស្ថានភាពដែលយើងមានបំណុលលុតលុបអញ្ចឹងជារួមគឺថាបើយើងប្រើប្រាស់ឲ្យបានត្រឹមត្រូវមានផលិតភាពប្រកបដោយការទទួលខុសត្រូវវានឹងជួយឲ្យយើងមានលទ្ធភាពយកឥណទានទៅប្រើប្រាស់សម្រាប់ការពង្រីកអាជីវកម្មការបង្កើតមុខរបរហើយអាទាំងអស់ហ្នឹងវាអាចជំរុញឲ្យមានការបង្កើតជាចំណូលគ្រួសារសម្រាប់ individual សម្រាប់SME ក៏អញ្ចឹងក៏ដូចគ្នាបង្កើនលទ្ធភាពចំណេញដល់ individual ឬក៏ SME ឬក៏ក្រុមហ៊ុនហើយកាលណាយើងមានចំណូលកើនឡើងធម្មតាជាពិសេសសម្រាប់ individual ក្នុងក្រុមគ្រួសារគឺថាយើងមានលទ្ធភាពក្នុងការបញ្ជូនកូនទៅរៀនសូត្រសម្រាប់ការអប់រំតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើដើម្បីឲ្យកូនចៅយើងជំនាន់ក្រោយមានគុណភាពមានគុណវុឌ្ឍិជាមនុស្សដែលសំខាន់នៅក្នុងសង្គមទី2គឺក៏សំខាន់ណាស់ដែរគឺថាកាលណាយើងមានចំណូលជីវភាពយើងធូរធារយើងក៏ផ្ដោតទៅលើបញ្ហាសុខភាពថែទាំសុខភាពហើយទាំងអស់ហ្នឹងវាជួយដល់រដ្ឋាភិបាលដែរក្នុងការបន្ថយបន្ទុករដ្ឋាភិបាលទៅលើការគាំពារសុខភាពសង្គមជាដើមនេះជាអ្វីដែលខ្ញុំយល់ថាវាជាចំណុចសំខាន់នៃការផ្ដល់ឥណទាននៃការទៅប្រើប្រាស់ឥណទានត្រឹមត្រូវតែផ្ទុយទៅវិញបើយើងប្រើប្រាស់ត្រឹមត្រូវទេអានេះវាធ្វើឲ្យមានបំណុលវត្តខោឬក៏បំណុលលើសលប់ដែលជាចុងក្រោយគឺថាផលវិបាកលើខ្លួនឯងក្រុមគ្រួសារហើយជាបន្ទុកសង្គមព្រោះនៅក្នុងពេលដែលគាត់បាត់បង់អ្វីៗទាំងអស់រួមទៅផ្ទះសម្បែងផងឧទាហរណ៍ដោយសារតែការសម្រេចចិត្តរបស់គាត់មិនត្រឹមត្រូវការប្រើប្រាស់ឥណទានមិនត្រឹមត្រូវអាចឈានទៅដល់ជាបន្ទុករបស់រដ្ឋាភិបាលដែលយើងទាំងអស់គ្នាគួរតែជួយរដ្ឋាភិបាលវិញជាជាងដាក់បន្ទុកទៅលើរដ្ឋាភិបាលអញ្ចឹងអ្វីដែលសំខាន់អានេះក៏ជាផ្នែកមួយនៃការងាររបស់ធនាគារជាតិកម្ពុជាដែរគឺការអប់រំផ្នែកហិរញ្ញវត្ថុធ្វើម៉េចឲ្យប្រជាជនបានយល់ដឹងអំពីការប្រើប្រាស់ឥណទានបានត្រឹមត្រូវចឹងហើយបានយើងឃើញមានយុទ្ធនាការមានសិក្ខាសាលាអីជាច្រើននៅតាមខេត្តនៅតាមក្រុងយើងអញ្ជើញអាជ្ញាធរប្រជាជនមូលដ្ឋានសិស្សនិស្សិតដើម្បីស្វែងយល់អំពីការប្រើប្រាស់ឥណទានបានត្រឹមត្រូវដើម្បីឲ្យកុំឲ្យមានបញ្ហាជាពិសេសគឺរឿងការឥណទានលើលោកតែម្ដងមួយវិញទៀតពាក់ព័ន្ធជាមួយនឹងកម្ចីនិយាយពីកម្ចីក្រៅផ្លូវការដែលជាអ្នកទូទៅគេនិយាយថាកម្ចីក្រៅផ្លូវការស្រួលស្នើសុំជាងពេលដែលគាត់ណាចង់ខ្ចីប្រហែល10000គេមិនសិក្សាឲ្យច្រើននេះហើយតែជួនកាលមើលតែញាណប័ណ្ណឬក៏មានប្លង់ដីតិចតួចទៅគឺអាចខ្ចីបានដែរតែមកវិញមកលើប្រព័ន្ធធនាគារវិញនៅពេលដែលយើងចង់ខ្ចីលុយធនាគារអ្នកខ្លះគាត់និយាយថាមានភាពស្មុគស្មាញដំណាក់កាលហ្នឹងចំណាយពេលយូរចង់សួរថាតើមូលហេតុអីបានជាធនាគារទាំងអស់គាត់ត្រូវតែសិក្សាឲ្យលម្អិតឲ្យបានហ្មត់ចត់ឲ្យបានស៊ីជម្រៅមុននឹងសម្រេចចិត្តថាផ្ដល់កម្ចីទៅឲ្យបុគ្គលណាមួយជាទូទៅធនាគារក៏គេមានវិធីសាស្ត្រក៏គេមានគោលការណ៍របស់គេក្នុងការផ្ដល់ឥណទានហើយជាទូទៅទៀតគឺថាគាត់ផ្ដល់ឥណទានដោយគិតអំពីអតិថិជនគិតអំពីខ្លួនគាត់ព្រោះកាលណាអតិថិជនមានបញ្ហាធនាគារខ្លួនឯងក៏មានបញ្ហាដែរហើយបញ្ហាជារឿយកើតឡើងអំពីការវាយតម្លៃឥណទានមិនត្រឹមត្រូវឧទាហរណ៍ការវាយតម្លៃពីលទ្ធភាពសមិនត្រឹមត្រូវអ្នកផ្ដល់ឥណទានក្រៅផ្លូវការមិនមានលក្ខខណ្ឌច្រើនដូចធនាគារទេគាត់ផ្អែកតែទៅលើបើយ៉ាងច្រើនទៅលើទ្រព្យធានាដែរតែទីជំនាញពីព្រោះគាត់មានគោលដៅថា
បើសិនជាអតិថិជនមិនមានលទ្ធភាពសងគឺគាត់រំពកយកទ្រព្យធានាធនាគារជាទូទៅគាត់ហើយធនាគារជាតិជារឿយៗក៏បានណែនាំដល់គ្រឹះស្ថានធនាគារទាំងអស់ឲ្យវាយតម្លៃការផ្ដល់ឥណទានដោយផ្ដោតទៅលើលំហូរសាច់ប្រាក់អានេះយើងនិយាយពី productivity មិញនិយាយពីផលិតភាពមិញលំហូរសាច់ប្រាក់ដែលបានមកពីអាជីវកម្មជាក់ស្ដែងហើយការវាយតម្លៃទៀតទៅតែមកចប់ទៅតែត្រឹមត្រូវមិនមែនគ្រាន់តែយើងបង្កើតឲ្យមានជាខ្ទង់លំហូរសាច់ប្រាក់អីដែលមើលទៅអំណោយផលសម្រាប់ការផ្ដល់ឥណទានទេគឺថាផ្អែកទៅលើសមត្ថភាពសងពិតប្រាកដរបស់អតិថិជនអានេះវាធានាថាទៅអនាគតអតិថិជននឹងបន្តទូទាត់សងឯកទៅតាមស្ថានភាពជាក់ស្ដែងមួយវិញទៀតចំនួនចុងក្រោយតាមបទពិសោធន៍បងហើយនឹង vision របស់បងតើក្នុងរយៈពេល25ឆ្នាំទៅមុខទៀតតើប្រព័ន្ធធនាគារយើងអាចនឹងអភិវឌ្ឍកម្រិតណាដែរបងបាទ25ឆ្នាំទៀតវាជាពេលវេលាដែលយូរគួរសមដែរហើយមែនតើទៅខ្ញុំក៏មិនប្រកាសខ្លួនឯងដែរប៉ុន្តែផ្អែកទៅលើការវិវត្តនៃស្ថានភាពសកលចូលជាក្នុងបរិបទរបស់យើងបច្ចុប្បន្នខ្ញុំគិតថាវិស័យធនាគារនឹងបន្តរីកចម្រើនតទៅមុខទៀតបន្តការវិវត្តទៅមុខទៀតហើយបច្ចេកវិទ្យានឹងនាំរុញអាការវិវត្តតទៅមុខទៀត AI digitalization នឹងកាន់តែមានការរីកចម្រើនហើយនឹងមានការប្រើប្រាស់កាន់តែច្រើននៅក្នុងវិស័យធនាគារហើយទន្ទឹមនឹងក៏មានផលិតផលនិងសេវាហិរញ្ញវត្ថុផ្សេងទៀត base ទៅលើ technology នឹងច្រើនថែមទៀតនៅក្នុងទីផ្សារការត្រួតពិនិត្យការដាក់បទបញ្ញត្តិក៏នឹងមានការវិវត្តព្រោះដើម្បីឲ្យចាប់ឲ្យទាន់សភាពការវិវត្តនៃទីផ្សារហើយនឹងការវិវត្តនៃប្រតិបត្តិការគ្រឹះស្ថានធនាគារនិងរដ្ឋធម៌អញ្ចឹងសុបតច្ចឧទាហរណ៍ការត្រួតពិនិត្យដោយប្រើប្រាស់បច្ចេកវិទ្យាក៏អាចនឹងកើតឡើងទឹមគ្នានឹងដែរអញ្ចឹងអានេះជារបត់ថ្មីមួយដែលខ្ញុំព្យាករក្នុងអនាគតទៅមុខទៀតវាអាចកើតឡើងមុនដល់25ឆ្នាំទៀតអាចកើតឡើងឆ្នាំក្រោយឬក៏5ឆ្នាំទៀតក៏អាចថាបានដែរហើយបរិយាបន្នហិរញ្ញវត្ថុនឹងកាន់តែទូលាយដូចខ្ញុំនិយាយពីខាងដើមគឺថានឹងជំរុញដោយបច្ចេកវិទ្យានឹងឯងនឹងកាន់តែទូលំទូលាយជាមុនហើយមួយទៀតខ្ញុំមើលឃើញថាដោយសារតែ technology ការវិវត្តនៃ technology ដោយសារតែការវិវត្តនៃនវានុវត្តន៍របស់យើងទៅមុខទៀតយើងមើលបាគងជាឧទាហរណ៍ស្រាប់អញ្ចឹងវានឹងនាំឲ្យមានការ integrate ជាមួយនឹងតំបន់និងសកលលោកកាន់តែទូលំទូលាយជាងយើងឃើញសញ្ញាខ្លះមកហើយប៉ុន្តែនិន្នាការហ្នឹងមានបន្តទៅមុខទៀតហើយទំនឹងដែរខ្ញុំគិតថាអតិថិជនក៏នឹងបានផលប្រយោជន៍ពីការវិវត្តនៃ technology ការវិវត្តនៃប្រព័ន្ធធនាគារនឹងដែរដោយសារតែមួយចំណែកគឺបានមកពីការថយចុះនៃការចំណាយទៅលើប្រតិបត្តិការព្រោះថានៅពេលដែលប្រព័ន្ធធនាគារប្រើប្រាស់ technology ច្រើនប្រើប្រាស់ AI ច្រើនអញ្ចឹងថ្លៃដើមរបស់ធនាគារទៅលើប្រតិបត្តិការនឹងថយចុះហើយជាប្រយោជន៍ទៅដល់អតិថិជនប៉ុន្តែខ្ញុំគិតពីរឿងការប្រឈម
ទៅអនាគតយើងក៏មានដែរមិនអត់ទេវាពួកអី technology វាល្អហើយប៉ុន្តែតែគ្នានឹងមាន risk អីចឹងឧទាហរណ៍ cyber security risk ឥឡូវមិនទាន់ដល់25ឆ្នាំទេយើងឃើញមានព័ត៌មានហូរហែពី cyber security មួយចំនួននៅក្នុងតាមប្រទេសមួយចំនួនពីការ hack ចូល account របស់អតិថិជនពីបញ្ហាផ្សេងៗទៀតអាចកើតឡើងអញ្ចឹងទេកិច្ចការពីអតិថិជនក៏ជាបញ្ហាចាំបាច់ដែរធនាគារជាតិដែលអាជ្ញាធរផ្សេងៗទៀតពាក់ព័ន្ធហ្នឹងរួមចំណែកគ្នាដើម្បីជួយអតិថិជនមិនត្រឹមតែលើ financial education លើការអប់រំផ្នែកហិរញ្ញវត្ថុទេប៉ុន្តែការរៀបចំជាក្របខ័ណ្ឌបទបញ្ញត្តិរឹងមាំការផ្ដល់ជាជំនួយឬបច្ចេកទេសឧទាហរណ៍តា hotline ប្រព័ន្ធ hotline call center ដែលមានប្រសិទ្ធភាពដំណោះស្រាយទៅលើពាក្យមិនដឹងមានប្រសិទ្ធភាពអាចជួយដល់អតិថិជនក្នុងការជំនះឧបសគ្គនឹងបានអញ្ចឹងតឹមគ្នានឹងការរីកចម្រើននៃប្រព័ន្ធធនាគារ issue នឹងក៏កើតឡើងប៉ុន្តែ issue នឹងយើងត្រូវតែដោះស្រាយទៅតាមស្ថានភាពជាក់ស្ដែងហើយត្រូវមានលក្ខណៈ proactive អូខេអរគុណច្រើនបងជាតែម្ដងទៀតខ្ញុំសូមណែនាំលោកអែមកំណានគឺជាអគ្គនាយករងទុបនិតហើយគាត់ក៏ជាគេហៅថាបាននេះយិនសិននៅអគ្គយោធាទុបនិតដែលភាគច្រើនសេចក្តីព្រៀងប្រកាសជាច្រើនមួយចំនួនធំហ្នឹងគឺឆ្លងពីគាត់ទៅហើយមួយវិញទៀតការដែលគាត់រ៉ាន់ដែលខ្ញុំរ៉ាន់ The Seed រាល់ថ្ងៃនេះ5-6ឆ្នាំនេះក៏ influence ពី leadership ដែលគាត់មានការដែលគាត់នៅតាំងពីប្រធាននាយកដ្ឋានដែលខ្ញុំខំព្យាយាមលួចរៀនចំណេះការដឹកនាំរបស់គាត់ផងដែរចឹងជាស្មងទៀតសូមអរគុណលោកអែមកំណានបងកំណានដែលបានចំណាយពេលវេលាមានតម្លៃចូលរួម podcast របស់ The Seed Cambodia បាទសូមអរគុណ អរគុណ